Sau đâyបងប្អូនជាកសិករទាំងអស់គ្នាទុកយ៉ាងណាហើយនេះខ្ញុំថ្ងៃនេះមកបង្ហាញពីដំណាំពោតនេះពោតក្រហមបងប្អូនមានអាយុកាលខែ10ថ្ងៃឡើងមកបាយជីពោតនេះគេយកធ្វើចំណីសัตว์ចំណីអីហ្នឹងបងប្អូនវាមិនសូវល្អបងប្អូនដោយសារវារាំងតាមហើយរាំងវាដុះមុនក្រោយហើយដាច់ដាវច្រើនយើងនៅនេះគេដាំចាប់ពីខែមេសាដើមខែមេសាឬមួយចុងខែមីនាខែ3ខែ4និយាយស្រួលស្ដាប់វាអាស្រ័យលើទឹកភ្លៀងណាបងប្អូនឆ្នាំនេះទឹកភ្លៀងល្អវាត្រឹមជង្គង់ត្រឹមចកេះវាអត់ល្អស្មើហើយដីនេះខ្ញុំដាក់ដលងឆ្នាំតមិញដែលលឿងទៅបដូរមកដាក់ពោតវិញតាមដលងអត់ចំណេញទេបងប្អូនលោកខាត10000ឡាឆ្នាំតមិញ5ហាត់ឃើញថាវាល្អតែកដប់ចឹងបងប្អូនដែលមានដីដែលអាចប្រភេទដីខ្មៅចេះអាចដាំខែមេសាបានខែ4ទោះបីតម្លៃយ៉ាងម៉េចក៏យើងមិនទាន់ដឹងដែរមិនដឹងតែប្រឹងតែធ្វើទៅនេះខ្ញុំចាប់ផ្ដើមបាចជីសហៅជីរ៉េបាចមកក្រុង3រ៉ៃខ្ញុំបាចឲ្យវាឡើងតិចហេឡូវាបានល្អពីតកតងនឹងតម្លៃទីផ្សារអ្នកពងចាំមើលខែ7ដើមខែ8តម្លៃមិនបើតម្លៃរាល់ថ្ងៃបានតែ5បាតជាងបងគេទិញគេយកសំណើមទៀតសំណើម30ហើយអាយុពោតនេះវា120ថ្ងៃឬមួយ110ថ្ងៃអីតែ NK នេះ120ថ្ងៃពេញ115 120អាចបានសំណើម30 110អីកាច់អត់បានមកឡើងកសិករមានប្រឹងធ្វើទៅបើយើងមិនធ្វើនឹងធ្វើអីវិញចឹងណាបងប្អូនព្រោះដីទុកដីទំនេរចោលក៏វាមិនកើតបាទមានប៉ុណ្្នឹងហើយបងប្អូន